សូមគោរពឯកឧត្តមតាមស្នេហ៍អស់លោកមានវិធីការរកកំពូលក្នុងស្មារតីផ្សារភ្ជាប់ជាមួយសមរភូមិមុខនិងជាការចងចាំបង្ហាញពីក្តីដឹងគុណជានិច្ចចំពោះបងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនការពារជាតិមាតុភូមិនៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលនឹងឈានមកដល់នាពេលខាងមុខនេះនាព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2026ឯកឧត្តមហ៊ីងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតជូនដល់នាយទាហានរងនិងពលទាហាននៃកងពលទុចអន្តរាគមន៍លេខ7នៅទិសព្រះវិហារនាឱកាសនោះអាដាមរដ្ឋមន្ត្រីបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតព្រមទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនៅសមរភូមិមុខក្នុងន័យនេះក្រសួងកាងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈតែងតែបានគៀកោនៅធនធានសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគដើម្បីចូលរួមចំណែកសម្រាលការលំបាកនិងលើកទឹកចិត្តដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីអាដាមហ៊ីងសួរបានសម្ដែងនៅការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់នាយទាហាននិងពលទាហានទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជាថៃក្នុងនោះនាយទាហានរងនិងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ7ហើយក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងក៏ដូចជាតំណាងសមាគមសហជីពរោងចក្រសហគ្រាសបងប្អូនកម្មករនិយោជិតនិងនិយោជកទាំងអស់ពិតជាចងចាំនៅវីរៈភាពដ៏អង់អាចក្លាហាននិងគោរពដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារសេចក្តីសុខសាន្តរបស់អ្នកសមរភូមិក្រោយនិងប្រទេសជាតិយើងអាដាមបានគូបញ្ជាក់ថាការពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នរដ្ឋនិងសមរភូមិមុខគឺជាការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ខឿនការពារជាតិឲ្យកាន់តែរឹងមាំក្រោមពាក្យស្លោកការពារជាតិដើម្បីទាំងអស់គ្នាដើម្បីការពារជាតិតាមរយៈនេះជាទៀងទាត់រៀងរាល់ឆ្នាំចាប់ពីឆ្នាំ2008មកក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈតែងបានចុះសាកសួរសុខទុក្ខកងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពក្នុងមួយឆ្នាំ2ដងគឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងបុណ្យភ្ជុំបិណ្ឌព្រមជាមួយនឹងការពំនាំនៅអំណោយឧបត្ថម្ភផ្សេងៗមកជាមួយផងដែរទន្ទឹមនឹងនេះអាដាមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពនិងសមិទ្ធផលនានាក្នុងវិស័យការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈដែលសម្ដេចបានក្រោមគោលនយោបាយនិងចក្ខុវិស័យដឹកនាំដ៏ឆ្លុះវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតភាពជោគជ័យទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនជាលំដាប់ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងគណៈប្រតិភូក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជូនដល់កងពលតូចអន្តរាគមន៍លេខ7រួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ចាំបាច់និងថវិកាមួយចំនួនដើម្បីផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខជាការលើកទឹកចិត្តនិងត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយនិងកក់ក្ដៅ